កូនរៀនញ៉ាំដំបងអាយុ5 ខែ 6 ខែអញ្ចឹងម៉ាមីនៅពេលដែលធ្វើជាប្រភេទបន្លែផ្លែឈើចំហុយកូនញ៉ាំម៉ាមីធ្វើប្រកាសចិត្តថាការលាងសម្អាតបន្លែផ្លែឈើយើងឲ្យស្អាតជាមុនសិនមកក្នុងករណីថាបើយើងអត់បានលាងសម្អាតស្អាតល្អទេគឺបញ្ហាវាមកជាមួយនឹងតកតងការចំអិនយើងនឹងតែដោយសារប្រភេទបន្លែផ្លែឈើហ្នឹងគឺយើងមើលនឹងភ្នែកឃើញថាវាមានប្រភេទពួកបាក់តេរីអីផ្សេងៗដែលទុំជាប់ហ្នឹងដែលយើងគ្រាន់តែលាងទឹកធម្មតាវាអាចជ្រះស្អាតល្អខ្លះតែគឺមានជាតិថ្នាំឬក៏ប្រភេទគីមីអីនៅលើទុំនៅហ្នឹងអញ្ចឹងយើងមើលឃើញតែអញ្ចឹងឲ្យប្រកាសចិត្តនៅពេលដែលយើងលាងសម្អាតប្រភេទបន្លែផ្លែឈើឲ្យកូនញ៉ាំហ្នឹងគឺយើងអាចលាងប្រើប្រាស់ជាមួយនឹងសាប៊ូលាងបន្លែបើសម្រាប់ខាងខ្ញុំហ្មងគឺខ្ញុំតែងតែប្រើប្រាស់ជាមួយនឹងសាប៊ូលាងបន្លែ brand របស់ Pigeon ហើយជាមួយនឹង brand កូនខ្មែរ Baby Clean គឺខ្ញុំប្រើពី brand នេះគុណភាពគឺល្អដូចគ្នាជួយកម្ចាត់បាក់តេរីផ្សេងៗដែលទុំជាប់បន្លែផ្លែឈើដែលយើងមើលនឹងភ្នែកអត់ឃើញសំខាន់ប្រភេទសាប៊ូទាំងពីរ brand នេះគឺអត់មានពណ៌ជាមួយនឹងក្លិនទេម៉ាមីបោកកុំអារម្មណ៍ថាពេលដែលយើងលាងផ្លែឈើអីទៅខ្លាចវាសាប៊ូហ្នឹងវាក្អូបជាប់នឹងប្រភេទផ្លែឈើដែលយើងលាងហ្នឹងហ្មងគឺអត់ទេហើយសម្រាប់ការប្រើវិញគាត់តែស្រួលម៉ាមីគ្រាន់តែយកប្រភេទបន្លែផ្លែឈើលាងចូលជាមួយនឹងទឹកយើងធម្មតាម្ដងសិនទៅទឹកនឹងចោលហើយបន្ទាប់មកទឹកទី2ហ្នឹងគឺយើងបើកឲ្យលិចបន្លែផ្លែឈើហ្នឹងមកយើងចាក់សាប៊ូលាងបន្លែយើងមកតំណក់ពីតំណក់ហ្នឹងចូលត្រាំតាមយើងមានពេល10នាទី5នាទីឬក៏5 10នាទីក៏បាននៅពេលម៉ាមីរវល់អញ្ចឹងណាហើយយើងចាំលាងសម្អាតជាមួយនឹងទឹកធម្មតា3 4ទឹកទៀតទៅគឺវាស្អាតជ្រះភ្លឹងអញ្ចឹងម៉ាមីដែលគាត់មានតម្រូវការចង់ប្រើប្រាស់ជាមួយនឹងប្រភេទសាប៊ូលាងបន្លែមិនថាកូនចាប់ផ្ដើមញ៉ាំបបរឬក៏យើងប្រើជាប្រចាំទេអញ្ចឹងម៉ាមីអាចតាក់ទងចូលក្នុង page របស់ខ្ញុំបានណាខ្ញុំមាន2 brand មានរបស់ជប៉ុននិងរបស់ brand កូនខ្មែរនេះ Baby Clean ណា